ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវកម្រងអនុស្សាវរីយ៍ខ្ញុំដើរលេងប្រហែលថ្ងៃខ្ញុំថតហើយខ្ញុំធ្វើជាคลิปទុកដើម្បីមើលថ្ងៃក្រោយអញ្ចឹងបងប្អូនហើយអក្សរទាំងអស់ដែលខ្ញុំដាក់ហ្នឹងគឺជាសំណេរក្នុងចិត្តរបស់ខ្ញុំដែលយើងទូមានចិត្តខ្លួនឯងថាត្រូវធ្វើអីហើយឲ្យរឹងមាំឲ្យយើងធ្វើជាមនុស្សដែលត្រឹមត្រូវម្នាក់ល្អម្នាក់កុំឲ្យអាត្មានិយមគិតតែខ្លួនឯងអញ្ចឹងណាបងប្អូនហើយរូបទាំងអស់ហ្នឹងសិតតារូបដែលខ្ញុំបានទៅមានកម្មវិធីហូបចុកទៅណាទៅណីអញ្ចឹងណាអញ្ចឹងទៅខ្ញុំយកធ្វើជាคลิปវីដេអូខ្លីៗដើម្បីទុកជាអនុស្សាវរីយ៍ហ្នឹងហើយក្នុងសំណេរហ្នឹងគឺសិតតាពាក្យដែលដាស់តឿនលើកទឹកចិត្តខ្លួនឯងទេអត់មានតសេរៀបរាប់អីឲ្យអ្នកណាទេបងប្អូនអាចមើលបានហើយពីសកម្មភាពការរស់នៅរបស់ខ្ញុំសប្ងៃអញ្ចឹងណាហ្នឹងហើយមានកូនមនុស្សកូនឆ្កែអញ្ចឹងទៅហើយមានប្តីមានខ្ញុំខ្លួនឯងអញ្ចឹងណាបងប្អូនអរគុណច្រើនបងប្អូនបានមើលទស្សនាខ្ញុំអរគុណ